ខ្ញុំជាអ្នកជំនួញតែងតែមានផ្លូវរកស៊ីរបស់ខ្លួនបានអ្នកសហការជាមួយខ្ញុំធានាថាអ្នកនឹងមានជីវភាពរស់នៅយ៉ាងសុខស្រួលអ្នកឲ្យលុយមកខ្ញុំឲ្យស្បៀងទៅតើការដោះដូរនេះអ្នកធ្វើឬមិនធ្វើរឿងដែលអ្នកនិយាយថាយកខ្លួនប្រាណមកសងគុណមុននេះប្រហែលជាយើងអាចពិភាក្សាគ្នាបន្តទៀតបានអ្នកពិតជាព្រះអង្គម្ចាស់មែនទេពិតជាព្រះអង្គម្ចាស់មែនខ្ញុំមិនជឿទេបុរសគ្រាន់តែជាអ្វីដែលឆ្លងកាត់ភ្នែកប៉ុណ្ណោះមានតែលុយទេដែលមិនដែលប្រែប្រួលពិតជាឃើញលុយភ្លឺភ្នែកមែនរួមសុខរួមទុក្ខជាមួយគ្នាខ្ញុំត្រូវការលុយខ្ញុំកំពុងខ្វះខាតខ្លាំងមិនអាចធ្វើតាមបានទេគ្មានលុយហើយមកនិយាយអ្វីជាមួយខ្ញុំនាងអាយពួកយើងត្រូវបានសត្រូវឡំពាត់អស់ជាច្រើនខែស្បៀងអាហារនិងប្រាក់ខែទាហានត្រូវបានកាត់ផ្តាច់យូរហើយព្រះអង្គម្ចាស់របស់យើងដឹកនាំទាហាន 20000 នាក់តស៊ូអស់កន្លះឆ្នាំសូម្បីតែសេចក្ដីក៏ត្រូវសម្រាប់យកមកស៊ីដែរមនុស្សមិនគិតពីខ្លួនឯងស្ថានសួគ៌នៅមិនអត់អស់ឡើយអ្នកធ្វើបែបនេះដើម្បីអ្វីទាហានទាំងនេះបានរួមសុខរួមទុក្ខជាមួយខ្ញុំពួកគេគឺជាក្រុមគ្រួសាររបស់ខ្ញុំទៅហើយអាហារទាំងនេះអ្នកយកទៅសិនចុះថ្ងៃស្អែកខ្ញុំនឹងឲ្យម្សៅនិងអង្ករថែមទៀតគឺអង្ករនិងម្សៅហើយក៏មានសាច់ដែរមិនមែនឲ្យឥតគិតថ្លៃទេគ្រឿងសឹកសម្លៀកបំពាក់និងដាវរបស់ពួកអ្នកទាំងអស់នេះជារបស់ខ្ញុំឲ្យព្រះអង្គម្ចាស់របស់យើងត្រឡប់ទៅជំនុំទាំងខ្លួនទៅទេបាននេះតើមិនខ្មាស់គេខ្លាំងណាស់ឬចុះបាសាកល្បងមើលសិនទៅបានតែព្រះអង្គម្ចាស់របស់យើងបានត្រឡប់ទៅជំនុំទាំងខ្លួនទៅទេបាននេះតើអ្នកមិនខ្មាស់គេខ្លាំងណាស់ឬចុះបាអរគុណអ្នកទាំងអស់គ្នាអ្នកសាកល្បងសិនទៅខ្ញុំនឹងសាកល្បងមើលព្រះអង្គម្ចាស់មើលទៅគាត់ពិតជាមិនចាប់អារម្មណ៍នឹងអ្នកទេអ្នកនេះក៏ជាវត្ថុក្នុងរឿងព្រេងដាវរបស់ព្រះអង្គម្ចាស់យ៉ានវីរៈបុរសព្រះអង្គម្ចាស់យ៉ានមិនមែនជាត្រកូលជាងមែនទេគាត់ទាំងក្រទាំងកំពេចកំពកទាំងក្រអឺក្រទមទាំងមុខក្រាស់និយាយទេសាសនេះគឺជាឯកសារប្រវត្តិសាស្ត្រនៃរាជវង្សដាសិងព្រះអង្គម្ចាស់យ៉ានដឹកនាំទាហាន 20000 នាក់ប្រឆាំងនឹងកងទ័ពសត្រូវ 200,000 នាក់ឈាមស្រោចស្លាប់ទឹកដីចុងក្រោយស្លាប់អស់ទាំងកងទ័ពពេលព្រះអង្គម្ចាស់យ៉ានស្លាប់ក្នុងសមរភូមិព្រះអង្គមានព្រះជន្មត្រឹមតែ21វស្សាគឺអាយុប្រហែលជានិស្សិតដែលមិនទាន់រៀនចប់ផងព្រះអង្គមានព្រះជន្មត្រឹមតែ21វស្សាប៉ុណ្ណោះ2000លានហើយសម្លៀកបំពាក់ក្រណាត់ទាំងនេះ5សែនខ្ញុំ2000លានច្រើនណាស់តែបើខ្ញុំលក់គ្រឿងសឹករបស់គាត់តើគាត់នឹងស្លាប់លឿនជាងមុនទេ3000លានហើយតើនៅស្ទាក់ស្ទើរអ្វីទៀតខ្ញុំលុយថ្លៃគ្រឿងសឹកនេះខ្ញុំនឹងរកវិធីយកពីឃ្លាំងរត់មកវិញនៅថ្ងៃក្រោយម៉ៅខ្ញុំឮថាអ្នកលក់វត្ថុបុរាណបានលុយច្រើនណាស់ឆាប់យកមកឲ្យម៉ាក់យកសំណាងបន្តិចមកបងស្រីតាអ្នកស្គាល់ត្រកូលហ៊ូនៅរាជធានីទេគេព្រមឲ្យថ្លៃបណ្ណាការ50លានដើម្បីរៀបការជាមួយអ្នកពួកគេគ្រាន់តែចង់បានអ្នកទៅកំដរដើម្បីឲ្យកូនប្រុសគេមានសំណាង50លានពួកអ្នកលក់ខ្ញុំដើម្បីសងបំណុលមែនទេនេះហៅថាការលក់ឯណានេះហៅថាការជួយគ្នាទៅវិញទៅមកមែនហើយអាពាហ៍ពិពាហ៍ដ៏ល្អបែបនេះអ្នកដទៃចង់បានមិនបានផងបើអញ្ចឹងអ្នកទៅខ្លួនឯងទៅថែមទាំងលាក់ទុកច្រើនដងទៀតអ្នកកុំនិយាយអីខ្ញុំគ្រាន់តែចង់និយាយថាអ្នកអាត្មានិយមមានរបស់ល្អតែងតែលាក់ទុកអ្នកលែងដៃទៅដាក់ចុះខ្ញុំមិនដាក់ចុះទេរបស់នេះជារបស់ខ្ញុំតាំងពីដើមមកដាវនេះអញគឺជាអាទេរាជឆាន់ចូលទៅស្លាប់ទៅមនុស្សអកតញ្ញូតើឯងហ៊ានយកដាវចំអល់មកប្អូនស្រីឯងមែនទេចាប់ពីពេលនេះទៅនាងមិនមែនជាប្អូនស្រីរបស់ខ្ញុំទេនាងគឺជាសត្រូវដែលសម្លាប់ម្ដាយរបស់ខ្ញុំទៅឲ្យឆ្ងាយចាំមើលចុះ